សូមស្គាល់ហ៊ុនម៉ាណែតឲ្យបានច្បាស់បន្តិចគ្រាន់តែមុខវានឹងពេលដែលនិយាយវាត្រូវឲ្យញឹមនឹងពេលដែលស្ដាប់គុណគីមនិយាយទៅហ៊ុនម៉ាណែតសើចបានន័យថាហ៊ុនម៉ាណែតហ្នឹងមនុស្សអត់ស្គាល់ការហ្នឹងការសោចការញញឹមហ្នឹងវាជាសម្ផស្សវាជាលក្ខណៈពិសេសរបស់សត្វលោកយើងសោចស្រស់សោចមិនស្រស់ញញឹមស្រស់ប៉ុន្តែវាមានការគេត្រូវញញឹមគេត្រូវសោចគេមិនជាតែញញឹមគេមិនជាសោចទេប្រហែលថ្ងៃនេះខ្ញុំប្រៀបធៀបលក្ខណៈរបស់មេដឹកនាំអ៊ុយក្រែនជាមួយនឹងហ៊ុនម៉ាណែតមើលមេដឹកនាំអ៊ុយក្រែនលោកសេឡេនស្គីគាត់អត់មានកនុយណាកវ៉ាត់កអីអាវធំអីហើយសោចកាក់ក្អាយទេទឹកមុខរបស់គាត់នឹងមើងម៉ាត់សងោកស្ងាត់ព្រោះក្នុងស្ថានភាពប្រុងជើងការហើយដែលសម្ដែងនៃការរំភុតតក់ស្លុតឈឺចាប់ពេលដែលគេឈ្លានពានហើយមើងម៉ាត់ចិត្តចំគឺដើម្បីផ្ដោតធម្មពលមួយការពារស្រុកការពារប្រទេសហើយហ៊ុនម៉ាណែតនេះក្នុងពេលដែលគេពលរដ្ឋតាមជាដែរនឹងបាត់ទឹកបាត់ដីឈឺចាប់ខ្លោចផ្សាហ៊ុនម៉ាណែតនឹងពេលដែលស្ដាប់គុណគីមនិយាយទៅហ៊ុនម៉ាណែតសើចណែអញ្ចឹងទាំងដែលនិយាយហ្នឹងអ្នកណាក៏ដឹងថានិយាយខុសដែរគុណគីមនិយាយខុសដែរណាព្រោះពេលគុណគីមនិយាយថាពលរដ្ឋនៅតាមជាដែនសបាយចិត្តហ្នឹងដោយសារបានអាខ្ទមហ្នឹងវាអត់មានអាណាសបាយទេប៉ុន្តែវាគ្មានជំរឿនពលរដ្ឋរីករាយណាស់អីហើយនិយាយហ្នឹងដូចថាហ៊ុនម៉ាណែតហេទៅវាអញ្ចឹងបានន័យថាហ៊ុនម៉ាណែតហ្នឹងមនុស្សអត់ស្គាល់កាលទេអានឹងលក្ខណៈហ្នឹងគឺថាបើសិនជារកទីប្រឹក្សាទល់អប់រំធ្វើម៉េចអប់រំហ៊ុនម៉ាណែតឲ្យស្គាល់ពីគេហៅពិធីការស្គាល់ពិធីការសម្លៀកបំពាក់វាមានហើយមានលក្ខណៈពិធីការពួកអាហ្នឹងវាធ្លាប់មកស្លៀកពាក់ពេលណាចូលជំនុំចំណោមចូលក្នុងអង្គប្រជុំតូចធំអីដើរបៀបមិននិយាយបៀបមិនពិធីការមានហើយដឹងហើយពួកទីប្រឹក្សាបានប្រាប់ហើយប៉ុន្តែអាពេលនិយាយស្ដីនេះអាពេលទឹកមុខនេះហ៊ុនម៉ាណែតត្រូវរអ្នកជំនាញការមួយដើម្បីរកទីប្រឹក្សាមួយអប់រំឲ្យស្គាល់ពីគេហៅថាទឹកមុខនៃពិធីការនីមួយណាខ្ញុំឧទាហរណ៍ចោលដូចថាគេអាវធំគេនឹងពេលដែលគេចូលទៅក្នុងដើរទៅគេធ្វើម៉េចណាហើយកដៃនឹងគេឲ្យចេញប្រព័ន្ធម៉ានវត្តកនឹងចងទៅធ្លាក់សំយងប្រព័ន្ធម៉ានហើយពេលអង្គុយទៅបាត់លើក៏បើកលែវដើរឈរបាត់លែវឬបើកលែវអីចឹងហើយពេលចាប់ដៃនឹងចាប់ខ្លាំងឬក៏ចាប់តិចទឹកមុខយ៉ាងម៉េចមើលយ៉ាងម៉េចណាពេលជជែកនឹងមើលយ៉ាងម៉េចហើយពេលណាត្រូវសោចពេលណាត្រូវញឹមអានេះពេលសោចពេលញឹមហ្នឹងហ៊ុនម៉ាណែតត្រូវប្រយ័ត្នបន្តិចព្រោះហ៊ុនសែនក៏ពិបាកចិត្តហើយថាកូននឹងមួយហ៊ុនសែនគាត់និយាយថាកូននឹងមួយថាវានិយាយជាញឹមនឹងមិនវាហើយញឹមបើយើងនិយាយទៅរឿងដែលត្រូវញញឹមគេបានគេញញឹមរឿងដែលមិនត្រូវញញឹមគឺគេមិនញញឹមទេណាគេត្រូវគេមានទឹកមុខចឹងហើយជួបជ័យជាមួយគូភាគីសន្ទនាដូចគ្នាដែរមានរឿងដែលគេត្រូវញញឹមមានរឿងដែលគេមិនត្រូវញញឹមមានរឿងដែលត្រូវសោចមានរឿងដែលគេមិនត្រូវសោចនឹងគេត្រូវគេមានការអប់រំរឿងពិធីការហ្នឹងរឿងអាទឹកមុខហ្នឹងណារឿងទឹកមុខហ្នឹងបើមិនចឹងទេនេះកើតទេប៉ុន្តែអាងអញគម្រាមអាណាងើបមួយវាយមួយងើបមួយវាយមួយអញ្ចឹងមិនបាច់ទេមានអាណាមកបជាអញកើតអាហ្នឹងវាគិតវាជ្រុងនឹងមួយដែរ